នេតិកំណាប់សូមជូនកំណាប់ក្រុមចំណងជើងថាម្ចាស់ជីវិតជ័យលាភីលេខ2ពានរង្វាន់អក្សរសិល្ប៍នុហាឆ្នាំ2005និពន្ធដោយអ្នកស្រីច័ន្ទមនីបទពាក្យ7សូត្របែបទំនួញប្រែតសូត្រដោយលោកយ៉ាន់បូរិនកំដរត្រដោយលោកយុនធារាវគ្គទី1សង្កេតសញ្ជឹងពិចារណាអនិច្ចាជីវិតជាតិជាគោកើតពីផ្ទៃមេលោតលេងជូពេលឃ្លានស្រែកធ្ងន់ជាមេបាល់ពេលធំកាលណាចង់ច្រមុះចាំងខ្សែដាំងក្លោះស្នាមក្រឡៅបងវឹកវើនទាំងថ្ងៃក្តៅលែងអើយស៊ីស្មៅតាមព្រៃលបងរដូវប្រាំងរាំងរីងហួតហែងទឹកហូររែងស្មៅក្រៀមក្រហមច្បិចច្បាមរិញតាមគៀនកោះនឹកឡើងស្រណោះក្នុងជីវិតកើតមកជាគោកម្មក្រាំងណាស់មួយជាតិចាំងច្បាស់ម្ចាំងពីពិតម្ចាស់ដើមទី1ឈរណែបដិតជួររស់ថ្ងៃចិត្តមិនមានខានក្មេងតូចដឹកខ្សែក៏ដើរតាមវាយវត្តរហាមកំទួលប្រានឈឺសារលរៀលពុនប្រមាណត្រាច់ចោតាមបានម្ចាស់តូចរ
ទៅធ្វើស្រែអត់លះលះឃ្លានណាស់គ្មានស្បាយអើយពុំពូចពូចចំបើងក្រៀមក្រំអើយគួលន់លូចអង្វងូចងូចញើសុំស្មៅស៊ីប្រលឹមប្រលប់អត់ស្រាំស្រានហើយម្ចាស់មានបានអើយស្កាងភូមិអស់ពីស្រែមួយអើយចូលស្រែពីរវល់វងវិញដួលពេលភ្លៀងធ្លាក់ជោគជាំនៅរងាច្រាំងច្រាលក្បែរទីទួលកូលន់ក្រឹមក្រឹមអើយចិត្តអើលញ័រញ៉ាំអើយមិនស្រួលអើយថយកុំឡាំងលងល្ងាចកាលណាដឹកចូលក្រៅលេហុយហុយបំបោលចូលប្រណាំងរបោមតោងធំអើយគ្មានអ្វីបាំងកន់ទុយអើយវត្តខ្លាំងអើយបានម្ដងមកកាបំពេញកម្លាំងចូលក្នុងនឹមម្ចាស់អញញឹមអើយត្រេកត្រអាលខំប្រឹងអត់ចិត្តអើយថាធន់ស្រាលរទេះអើយឬផាលអើយប្រឹងអស់កាត់ទុំឆ្អែតមិនឆ្អែតម្ចាស់ឥតដឹងលៀមខ្សែបងស្នឹងអើយខ្លាចបោលបាត់ច្បាច់ចុងលបាំងស្មៅអើយ
តិចពេកក្តាត់អាត្រៀតលើសែនស្ងាត់លើទុំពីសូមប្រិយមិត្តរងចាំស្ដាប់វគ្គបន្តកម្មវិធីនេះរៀបចំដោយសមូហកម្មអក្សរសិល្ប៍លូហាចឧបត្ថម្ភដោយមូលនិធិ Toyota